Ok, chúng ta xu sẽ đây là này chẳng ngày năng cái nhóm một lên Minecraft chỉ mùi mật phẹ bao nhóm bà chỉ mùi năng Silly âm thi hay chỉ mùi năng bro hình mà này con miền mua gì nó phạt dù này ân đi cái đường này hay năng này năng này nhóm một lên không dù bao bọc có để còn bạc cao láng hay lấy dương từ ngọt này đó chỉ là bốn cái nhóm chọn tất cả chơi vì bị đau bro nhóm lên được bốn nhóm việc miền chơi đây này chẳng nhóm tất cả chơi vì bị đau thám ơi cứ nhóm mình cầm rôn không dù nắng cứ nhóm phơi ta mẹ bàn mùi này phải là những cặp đó ô vậy nhóm bạn chỉ lại cặp ở đây này nhóm lấy tu sát cái riêng bạn cặp này này lấy những cái cặp đó ngọc bàn này creeper ở đây những cặp nó kia ok lấy dương rồi thì vai bàn nhưng quên mau bà hãy dương là cặp chơi đá rồi giờ miên chơi ly nhé này về là những cái cặp chơi sân này là ngọt này ok អ្នកនេះបន្តពីកាប់ឈើអីគឺខ្ញុំត្រូវការទៅរកប្លង់សម្រាប់កន្លែងធ្វើផ្ទះអ្នកនេះអូខេតោះឥឡូវយើងទៅរកប្លង់កន្លែងធ្វើផ្ទះអ្នកនេះអូអ្នកនេះខ្ញុំភ្លេចអ្នកនេះមុនធ្វើប្លង់យើងមកធ្វើ tool មួយចំនួនសិនដោយសារតែយើងអត់ទាន់មាន tool អីច្រើនណាស់ទេបាទអញ្ចឹងខ្ញុំត្រូវការផលិតដែកផលិតបន្ថៅផលិត pickaxe ហើយទៅជីកថ្មមួយចំនួនសិនអ្នកនេះដើម្បីយកមកធ្វើផ្ទះហ្នឹងណាអ្នកនេះបន្ទាប់ពីផលិតបានហើយខ្ញុំបានយកធូរទាំងអស់នោះមកជីកខូលជីកអីមួយចំនួនទុកធ្វើទៀនសម្រាប់បំភ្លឺផ្ទះយើងហ្នឹងអញ្ចឹងខ្ញុំត្រូវការជីកសិនបន្តពីជីកហើយគឺខ្ញុំឆ្លៀតពេលដើម្បីមកកាត់ដើមឈើខ្លះព្រោះយើងត្រូវការដើមឈើខ្លះណាគ្នាអញ្ចឹងខ្ញុំត្រូវការកាត់ទាំងអស់គ្នាយកដើម្បីយកទុកធ្វើផ្ទះអញ្ចឹងណាគ្នាហើយបន្តពីការតាមឈើហើយខ្ញុំក៏បានមករកកន្លែងធ្វើផ្ទះហើយខ្ញុំបានរកឃើញកន្លែងធ្វើផ្ទះកន្លែងនេះមួយតែខ្ញុំចង់ធ្វើផ្ទះក្នុងភ្នំហ្នឹងចង់ជីករូងឲ្យធ្វើភ្នំអស់ធ្វើផ្ទះជីករូងភ្នំដើម្បីធ្វើផ្ទះអញ្ចឹងខ្ញុំត្រូវការឆាយដីមួយចំនួនចេញពីកន្លែងហ្នឹងឲ្យបានស្អាតមុននឹងធ្វើផ្ទះអូខេអ្នកនេះទស្សនាវីដេអូអស់នេះអូខេអ្នកនេះបន្តពីយើងទទួលបានប៉ែលហើយយើងយកប៉ែលមកឆាយដីដើម្បីធ្វើប្លង់ធ្វើផ្ទះអញ្ចឹងណាអ្នកហ្នឹងហើយអ្នកនេះអាចទស្សនាវីដេអូហ្នឹងបានអូខេអ្នកនេះបន្តពីយើងជីកស្អាតហើយខ្ញុំចាប់ផ្ដើមជីកខួងទៅក្នុងអូខេអ្នកនេះអាចទស្សនាបានហ្នឹងហើយខ្ញុំគិតថាខ្ញុំជីកទៅមុខប៉ុណ្ណឹងហើយខ្ញុំចាប់ផ្ដើមជីកទីមកខាងវិញដើម្បីបង្កើតជាបន្ទប់នៅក្នុងការរៀបចំ design ស្អាតអញ្ចឹងទៅបាទហើយកន្លែងនេះផងដែរខ្ញុំជីកឲ្យបានដាក់ឈើខ្លះទៅដាក់ទៅដើម្បីឲ្យវាមើលឃើញស្អាតជាងមុននេះអញ្ចឹងណាគ្នាហើយយើងសក់វាបន្តិចមកមើលទៅមើលទៅស្អាតហ្នឹងនេះគឺ clean ហ្មងណាហើយយើងត្រូវការជីកទៀតហ្នឹងហើយបន្តពីការជីកយ៉ាងយូរមកគឺខ្ញុំជីកបានប៉ុណ្ណេះណាគ្នាហ្នឹងហើយអ្នកអញមើលបានគឺខ្ញុំជីកបានប៉ុណ្ណឹងហ្នឹងហើយជីកបានទៅមុខទីទៀតហើយទៅមុខទីទៀតខ្ញុំអាចជីកទៅមុខបានតិចទៀតហើយអញ្ចឹងខ្ញុំត្រូវការ design ទាំងអស់គ្នាហើយខ្ញុំត្រូវការជីកទៅមុខទីទៀតណាជីកទៅមុខទីទៀតហើយចាំ design ហ្មងទៅបាទអូខេអ្នកខ្ញុំគិតថាប៉ុណ្្នឹងហើយជីកប៉ុណ្្នឹងហើយដាក់ថតមួយដើម្បីការពារកុំឲ្យ mob spawn អូខេឥឡូវយើងដល់វគ្គយើងត្រូវការ design ហើយតោះឥឡូវយើងទៅអ្នកគ្នាតោះអូខេអ្នកនេះចឹងជាដំបូងខ្ញុំដាក់ជាមួយនឹង stone cutter កន្លែងនេះមួយដើម្បីផលិតជាមួយនឹង cobblestone stair ហ្នឹងហើយដើម្បីផលិត cobblestone stair អូខេអញ្ចឹងខ្ញុំត្រូវការដាក់ stone ហើយផលិត cobblestone stair ទាំងអស់គ្នាហ្នឹងហើយហ្នឹងហើយអ្នកបន្ទាប់មកខ្ញុំចាប់ផ្ដើមយក stone នោះមកbuild ឬក៏តុបតែងឲ្យស្អាតអីចឹងបន្ថែមមួយឈើអីតិចតួចចឹងអ្នកដើម្បីដាក់ទៅឲ្យមើលឃើញស្អាតហើយចាំខ្ញុំតុបតែងឲ្យចាំអ្នកអាចមើលបានអូខេអ្នកអញ្ចឹងខ្ញុំផ្សំមកប្លុកទៀតដាក់មួយនឹងហើយអូខេអ្នកអញ្ចឹងការតុបតែងរបស់ខ្ញុំហើយអ្នកអាចមើលបានគឺមាន hub មានកន្លែង furnace ដុតអីវ៉ាន់ហើយអ្នកមើលបានណាខ្ញុំតុបតែងមកប៉ុណ្ណឹងអាហ្នឹងតុបតែងនៅក្នុងទេបាទហើយចាំមើលទីទៀតយើងនៅតុបតែងនៅក្រៅ
អូខេអ្នកគ្នាចឹងការតុបតែងខាងក្រៅរបស់យើងគឺចាប់ផ្ដើមហើយដែលខ្ញុំដាក់ជាមួយនឹងឈើ2ដាក់ជាមួយនឹងប្លុកខាងចាំងដាក់លើហ្នឹងហើយយកទៅយើងបៀលឲ្យស្អាតៗទៅចាំខ្ញុំបៀលហើយចាំអ្នកគ្នាអាចមើលបានហ្នឹងហើយ អូខេអ្នកគ្នាចឹងខ្ញុំផ្លាស់ដាក់តាមអាប្លុកទៀតគឺយើងហើយហ្នឹងហើយគឺយើងតុបតែងហើយគឺស្អាតហើយប៉ុណ្ណឹងហើយអ្នកគ្នាហើយយើងតាមតុបតែងរបស់យើងមានប៉ុណ្ណឹងហើយអ្នកគ្នាហ្នឹងហើយអូខេសូមបិទភ្លាមមួយសិនអូខេអូខេអ្នកគ្នាចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងហើយគឺវីដេអូលេងជាមួយមិត្តភ័ក្តិរបស់យើងហ្នឹងហើយជាមួយនឹងខ្ញុំ short out ទៅ Singly MT ជាមួយនឹង Rabilon បាទហ្នឹងហើយគឺវីដេអូហ្នឹងមានប៉ុណ្្នឹងហើយបាទ Goodbye ជម្រាបលាអ្នកគ្នាហ្នឹងហើយហើយវីដេអូក្រោយៗទៀតគឺខ្ញុំនឹងលេងអំពី server ហ្នឹងទៀតហ្នឹងហើយបើថាអ្នកគ្នាមានអ្នកមើលច្រើនខ្ញុំនឹងធ្វើផ្ទះធ្វើអីទៀតហ្នឹងហើយធ្វើផ្ទះរបស់យើងតអញ្ចឹងណាបាទអញ្ចឹងយើងទៅអ្នកគ្នាតើយើងឈប់លេងអ្នកគ្នា